តើអ្នកធ្លាប់គិតទេថាមនុស្សដែលអ្នកគោរពនិងស្រឡាញ់បំផុតនៅក្នុងផ្ទះអាចជាបិសាចលាក់មុខនិងជាឃាតករឈាមត្រជាក់យប់នោះនៅក្រោមដ៏មានចាស់ដ៏ស្ងាត់ជ្រងំកែវភ្នែកពណ៌ក្រហមឆ្អៅនិងផ្ទៃមុខខ្ទេចរលេះរលួយដោយសារគ្រាប់កាំភ្លើងបានលេចឡើងទាំងគំហុកគ្រប់គ្នាតែងតែគិតថាវាជាវិញ្ញាណអនាថាមកលងបន្លាចប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាដំណក់ឈាមសក់តក់និងស្នាមចង្អុលបង្ហាញរបស់អ្នកយាមចង្ការដែលបានស្លាប់ទៅ2ឆ្នាំបានដឹកនាំបងប្រុសម្នាក់ឲ្យទៅបើកប្រអប់ដាច់អាថ៌កំបាំងមួយដែលលាក់កំបាំងនៅសម្បកគ្រាប់កាំភ្លើងរបស់ឪពុកខ្លួនផ្ទាល់តើមានអាថ៌កំបាំងខ្មៅងងឹតអ្វីខ្លះដែលត្រូវបានគេលាក់កប់នៅក្រោមដើមមៀនហេតុអ្វីបានជាឪពុកបង្កើតរបស់បងប្រុសម្នាក់នោះបែរជាលើកកាំភ្លើងតម្រង់មកក្បាលកូនទាស់ខ្លួនឯងទៅវិញចំការឈើហូបផ្លែដ៏ធំល្វឹងល្វើយមួយកន្លែងដែលស្ថិតនៅក្នុងខេត្តមួយភាគកណ្ដាលគឺជាប្រភពចំណូលតែមួយគត់និងជាកន្លែងរស់នៅរបស់គ្រួសារបង្គន់ចំការមួយនេះពោរពេញទៅដោយដើមមៀនចាស់ៗនិងដើមទុរេនដែលដាំតម្រៀបគ្នាជួរមើលទៅស្រស់បំព្រងនៅពេលថ្ងៃប៉ុន្តែនៅពេលដែលរាត្រីកាលឈាមជួរមកដល់ទីកន្លែងដែលធ្លាប់តែផ្ដល់ផលផ្លែផ្អែមល្ហមមួយនេះបែរជាប្រែសភាពទៅជាព្រៃស្ងាត់ជ្រងំនិងបង្កប់ទៅដោយស្រមោលអន្តការដែលគ្មានអ្នកណាហ៊ានឈានជើងជួសឡើយគ្រួសាររបស់បង្គន់មានសមាជិក3នាក់គឺប៉ាម៉ាក់និងបង្គន់ដែលកាលនោះគាត់មានអាយុទើបតែ15ឆ្នាំប៉ុណ្ណោះនៅរដូវប្រមូលផលផ្លែមៀននិងទុរេនវាតែងតែជាពេលវេលាដែលគ្រួសាររបស់បង្គន់ត្រូវប្រុងប្រយ័ត្ននិងតាមតឹងផ្លូវចិត្តខ្លាំងបំផុតផ្លែឈើដែលមានតម្លៃខ្ពស់ទាំងនេះតែងតែទាក់ទាញក្រុមកាត់ខ្សែនិងពួកចៅខិលខូចឲ្យលួចចូលមកបេះបោចនៅពេលយប់ស្ងាត់ជាញឹកញាប់ដើម្បីការពារទិន្នផលដែលខំថែទាំរាប់ឆ្នាំប៉ារបស់បង្គន់ត្រូវដើរល្បាតជុំវិញចំការស្ទើរតែរាល់យប់ទាំងកណ្ដាលអាធ្រាត្រដោយមិនដែលហ៊ានធ្វេសប្រហែសសូម្បីតែមួយវិនាទីឡើយយប់មួយបរិយាកាសខុសប្លែកពីសប្ដងមេឃខ្មៅងងឹតស្លុបខុសប្រក្រតីព្រោះវាជាយប់ខែរណូតគ្មានពន្លឺព្រះច័ន្ទឬពន្លឺផ្កាយណាមួយជួយបំភ្លឺដងផ្លូវឡើយម៉ោងប្រហែលជា7:12យប់ទៅហើយប៉ាបង្គន់បានដើរចូលមកក្នុងបន្ទប់គេងរបស់បង្គន់ទាំងទឹកមុខស្ងួតហ្មងគាត់បានហុចពិលពណ៌ខ្មៅមួយដើមមកឲ្យគាត់រួចនិយាយដោយសំឡេងតិចត្រជាក់ស្រៀបថាកូនប្រុសក្រោកឡើងយប់នេះដើរតាមប៉ាទៅល្បាតចំការបន្តិចប៉ាមានអារម្មណ៍មិនសូវស្រួលចិត្តសោះដូចជាមានមនុស្សលួចចូលមកក្នុងចំការរបស់យើងអញ្ចឹងទោះបីជាមានអារម្មណ៍ភ័យខ្លាចនិងងងុយគេងខ្លាំងយ៉ាងណាក៏ដោយក្នុងនាមជាកូនប្រុសបង្គន់មិនហ៊ានបដិសេធសម្ដីរបស់ប៉ាគាត់ឡើយគាត់ប្រញាប់ងើបពីគ្រីស្លៀកពាក់អាវរងារួចដើរតាមពីក្រោយប៉ាគាត់ចេញទៅក្រៅផ្ទះនៅនឹងដៃស្ដាំរបស់ប៉ាបង្គន់មានកាន់កំភ្លើងបាញ់សត្វវែងមួយដើមដែលគាត់តែងតែយកតាមខ្លួនជានិច្ចដើម្បីការពារខ្លួនពួកគាត់ទាំងពីរនាក់បានចាប់ផ្ដើមបោះជំហានដើរកាត់តាមផ្លូវលំតូចមួយនៅខាងក្រោយផ្ទះសម្ដៅចូលទៅក្នុងជម្រៅនៃចំការមៀនដ៏ស្ងាត់ជ្រងំដែលកំពុងតែរងចាំលាបត្របាក់ពួកគាត់នៅក្នុងភាពងងឹតស្លុបពួកគាត់ដើរកាន់តែជ្រៅទៅភាពងងឹតក៏កាន់តែធ្វើឲ្យពួកយើងរៀងព្រឹសសម្បុរតិចនិងត្រជាក់ដើមមៀនធំដែលមានអាយុកាលរាប់សិបឆ្នាំឈរបែកមេឃភៀងបាំងពន្លឺព្រះច័ន្ទមើលទៅប្រៀបដូចជាបិសាចអាក្រក់កំពុងលាតត្រដាងក្រញ៉ាំដៃរងចាំចាប់ហែករាងកាយរបស់ពួកគាត់អញ្ចឹងស្បៃពន្លឺពិលនៅក្នុងដៃរបស់បង្គន់អាចបំភ្លឺបានត្រឹមតែផ្លូវខាងមុខមួយចំហៀងប៉ុណ្ណោះបរិយាកាសជុំវិញខ្លួនគាត់ស្ងាត់ជ្រងំរហូតដល់គាត់អាចឮសំឡេងដកដង្ហើមញាប់របស់ខ្លួនឯងនិងសំឡេងជើងរបស់ប៉ាគាត់ដែលដើរជន់លើស្លឹកឈើក្រៀមលាន់ឮសូរក្រឹបខុសធម្មតាឋានៈដែលបង្គន់កំពុងតែដើរញាប់ញ័រអោបដៃរងាតាមពីក្រោយប៉ាគាត់ដោយប្រុងប្រយ័ត្នរឿងចម្លែកដែលមិនអាចពន្យល់បានក៏បានកើតឡើងស្រាប់តែមានខ្យល់ត្រជាក់ស្រេបដូចទឹកកកមួយមេធំបានបុកវឹកមកបុកចំកញ្ចឹងកនិងស្លឹកត្រចៀករបស់គាត់ពីខាងក្រោយខ្យល់នោះវាមិនមែនជាខ្យល់អាកាសបរិសុទ្ធធម្មតានៃធម្មជាតិឡើយតែវាបង្កប់ទៅដោយក្លិនឆ្អាបឈាមស្រស់លាយឡំនឹងក្លិនរំសេវកំភ្លើងយ៉ាងខ្លាំងក្លាភីចូលច្រមុះរបស់គាត់ស្ទើរតែធ្វើឲ្យគាត់ថប់ដង្ហើមគាត់ព្រឺសម្បុរខ្ញាបះរោម
រំពេចនោះដោយគ្មានការប្រមានទុកជាមុនរលកខ្យល់ត្រជាក់ស្រែបអំបញ្ញមិញនេះស្រាប់តែប្រែសភាពទៅជារលកកម្ដៅដ៏សន្ធោសន្ធៅភាយចេញពីក្រោយខ្នងរបស់គាត់យ៉ាងគំហុកគាត់មានអារម្មណ៍ក្តៅក្រហាយផ្សាក្តៅត្រង់ដើមទ្រូងដូចជាមានអណ្ដាតភ្លើងពិតៗកំពុងតែឆាបឆេះសាច់ឈាមរបស់គាត់អញ្ចឹងគាត់ស្លន់ស្លោយ៉ាងខ្លាំងក៏ងាកក្រោយរូបរួចស្រែកហៅប៉ាគាត់អស់សម្លេងដោយក្តីតក់ស្លុតប៉ាងាកមកមើលលឿនឡើងភ្លើងឆេះចំការមានរបស់យើងហើយក្តៅណាស់ប៉ាក្តៅទ្រូងខ្ញុំណាស់ប៉ាគាត់ភ្ញាក់ព្រឺតងាកមកសម្លឹងមើលតាមរាមដៃដែលញ័រទៅត្រើតរបស់បងគុណដែលកំពុងតែចង្អុលទៅកាន់ជ្រុងល្ងឹតមួយនៅខាងក្រោយពន្លឺពិលរបស់បាបងគុណបានបាញ់ចំកន្លែងនោះទឹកមុខរបស់បាគាត់ស្រាប់តែប្រែជាស្លេកស្លាំងគ្មានឈាមរត់សំបីតែមួយដំណក់គាត់ដកដង្ហើមធំរួចសួរបងគុណដោយសំឡេងញ័រថាអីណាមានភ្លើងនេះណាកូនឯងមើលច្រឡំទេដឹងបងគុណញ័រខ្លួនទៅត្រើតងាកទៅមើលម្ដងទៀតទាំងមិនអស់ចិត្តអណ្ដាតភ្លើងដ៏សន្ធូរសន្ធើកាលពីមុននេះបែរជារលត់បាត់ទៅវិញភ្លាមក្នុងមួយទៅព្រិចភ្នែកបន្សល់ទុកតែភាពងងឹតស្លុកនិងភាពស្ងប់ស្ងាត់បងគុណលូកដៃទៅស្ទាបដើមទ្រូងខ្លួនឯងម្ដងទៀតវាខុសប្រក្រតីខ្លាំងណាស់ព្រោះស្បែកទ្រូងរបស់គាត់នៅតែមានអារម្មណ៍ថាក្តៅភាយពិតប្រាកដហាក់ដូចជារាងកាយរបស់គាត់ទើបតែស្រូបទីនៅការចងចាំនិងក្តីឈឺចាប់នៃសេចក្តីស្លាប់ចុងក្រោយរបស់អ្នកណាម្នាក់ដែលត្រូវគេដុតឬបាញ់សម្លាប់នៅទីនេះអញ្ចឹងប៉ាគាត់មិននិយាយអ្វីច្រើនឡើយគាត់ចាប់ទាញដៃរបស់បង្គន់អូសទៅមុខយ៉ាងលឿនទាំងញើសហូរស្រក់ពេញថ្ងាសទោះបីជាអាកាសធាតុត្រជាក់ខ្នងក៏ដោយប៉ាទាញដៃបង្គន់ដើរទៅមុខយ៉ាងលឿនសំដៅទៅកាន់ចំការកាន់តែជ្រៅទៅហាក់ដូចជាគាត់កំពុងតែរត់តិចពីអ្វីមួយយ៉ាងដែលនៅខាងក្រោយអញ្ចឹងដើរទៅមុខបានបន្តិចពួកគាត់ក៏បានមកឈប់ងក់នៅពីមុខដើមមានដែលធំជាងគីនិងមានអាយុកាលចាស់ជាងគីប្រចាំចំការមេធៀងរបស់វាធំលាតសន្ធឹងពេញអាកាសមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ហើយនៅក្រោមគល់ឈើដ៏ធំនោះឯងពន្លឺពិលខ្សោយរបស់បង្គន់បានកប៉ះនឹងទិដ្ឋភាពមួយដែលធ្វើឲ្យជើងទាំងសងខាងរបស់គាត់ទន់ជ្រីដើរលែងរួចនៅទីនោះមានស្រមោលខ្មៅងងឹតរបស់មនុស្សប្រុសម្នាក់កំពុងតែអង្គុយអោបជង្គង់សំងំខ្លួននៅក្នុងជ្រុងងងឹតអ្វីដែលចម្លែកគឺស្រមោលនោះកំពុងតែអង្គុយជក់បារីយឺតដោយបញ្ចេញពន្លឺភ្លើងពណ៌ក្រហមព្រិចតាមចង្វាក់ផ្សែងបារីពិលរបស់បង្គន់បាញ់ចំរាងកាយរបស់គេមានរុំក្រមាអំបោះចាស់មួយនៅលើក្បាលស្លៀកខោខ្លីត្រឹមក្បាលជង្គង់និងមិនពាក់អាវឡើយឃើញរាងកាយស្គមស្កាំងប្រយ័ត្នខ្លួនណាកូនប៉ាគាត់ខ្សឹបប្រាប់បង្គន់ដោយសំឡេងញ័រតបត្រោតខុសពីធម្មតាដៃទាំងសងខាងរបស់គាត់លើកកំភ្លើងបាញ់សັດនោះឡើងតម្រង់ត្រៀមបាញ់សម្ដៅទៅរកស្រមោលនោះភ្លាមបង្គន់អាចមើលឃើញយ៉ាងច្បាស់ថាដៃរបស់ប៉ាគាត់កំពុងតែញ័រតបត្រោតយ៉ាងខ្លាំងហាក់ដូចជាគាត់កំពុងតែភ័យខ្លាចស្រមោលនោះខ្លាំងជាងគាត់ទៅទៀតនរណានឹងចេញមកភ្លាមហើយចូលមកលួចបេះមានមែនទេចេញមកបើមិនចេញទេអញបាញ់កំទេចក្បាលហែងឥឡូវនេះហីប៉ាគាត់ស្រែកកំហកអស់សំឡេងដើម្បីបន្លែកតែសំឡេងរបស់គាត់បង្កប់ដោយភាពភ័យខ្លាចស្រមោលខ្មៅនោះមិនមានការតក់ស្លុតឬកម្រើករាងកាយរត់គេចខ្លួនឡើយប៉ុន្តែពន្លឺបារីពណ៌ក្រហមតូចមួយអំបញ្ញមិញនេះស្រាប់តែប្រែប្រួលរូបរាងពង្រីកធំឡើងคล้ายទៅជាកែវភ្នែកពណ៌ក្រហមឆ្អៅពីគ្រាប់ដូចគ្រាប់ឈាមសម្លឹងទម្លុះភាពងងឹតសលប់មករកប៉ារបស់បង្គន់ជាប់ដោយក្តីគំនុំបុរសនោះចាប់ដើមក្រោកឈរឡើងយឺតរួចងាកផ្ទៃមុខរបស់គេមកចំស្បៃពន្លឺពិលរបស់បង្គន់គ្រាន់តែឃើញផ្ទៃមុខរបស់គេច្បាស់គាត់ស្រែកចាចឡើងអស់សំឡេងស្ទើរតែគៀងបេះដូងស្លាប់នៅនឹងកន្លែងផ្ទៃមុខខាងឆ្វេងរបស់គាត់ទាំងមូលត្រូវបានខ្ទេចរលេះរលួយខ្ទេចខ្ទីដោយសារគ្រាប់កំភ្លើងធំសាច់និងស្បែកមុខដាច់រយីងរយោងធ្លាក់ហូរឈាមដល់កភ្នែកខាងឆ្វេងរួងជ្រៅធ្លាយចេញមកក្រៅគាត់សម្លឹងមើលមុខប៉ារបស់បង្គន់រួចបង្ហើបមាត់ដែលដាច់រហែកញញឹមសើចបញ្ចេញសំឡេងយ៉ាងគួរឲ្យរន្ធត់ថាជាសំឡេងសើចចេញពីបំពង់កដែលធ្លាយមានឈាមស្រក់តក់មុននឹងរាងកាយរបស់គាត់រលាយបាត់វឹបទៅក្នុងខ្យល់អាកាសបន្សល់ទុកតែភាពទទេស្អាត
ប៉ារបស់បងគុណទម្លាក់កំភ្លើងចុះដីលាន់សូរក្រាំងគាត់ដួលលើកជង្គង់ចុះទៅលើដីទឹកមុខស្លេកគ្មានឈាមភ្នែកបើកធំធំសម្លឹងមើលទៅគោលដៅមាននោះរួចចាប់ដើមរអ៊ូម្នាក់ឯងទាំងវង្វេងស្មារតីដោយសំឡេងខ្សោខ្សៅថាអាសាន់មិនមែនទេមិនអាចទៅរួចទេវាស្លាប់ទៅ2ឆ្នាំហើយតើហេតុអ្វីបានជាវាលេចមុខមកវិញបងគុណឈូមើលប៉ះគាត់ទាំងរន្ធត់ចិត្តមិនដឹងថាមានរឿងអាចកំបាំងអ្វីលាក់កប់នៅពីកោយឡើយព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ពន្លឺថ្ងៃមិនបានជួយឲ្យបរិយាកាសនៅក្នុងផ្ទះរបស់បងគុណមានភាពកក់ក្ដៅឡើយចាប់តាំងពីព្រលឹមស្រាងៗប៉ារបស់បងគុណមិនបានចេញទៅធ្វើការងារក្នុងចំការដូចសពដងឡើយគាត់អង្គុយនៅតុឈើខាងមុខផ្ទះមុខមាត់ស្លេកស្លាំងភ្នែកស្លក់ខ្មៅទាំងគូរួចលូកដៃទីងដបស្រាសមកចាក់ភឹកកអឹកតាំងពីព្រលឹមទាំងដៃរបស់គាត់នៅតែញ័រទៅត្រាត់មិនបាច់ម៉ាក់និងបងគុណដើរចូលមកអង្គុយក្បែរគាត់ដោយក្តីបារម្ភបន្ទាប់ពីផឹកស្រាអស់កន្លះដបប៉ាបងគុណបានងើបមុខឡើងសម្លឹងមើលមុខគាត់និងម៉ាក់គាត់រួចចាប់ផ្ដើមបន្លឺសំឡេងរៀបរាប់ប្រាប់ពីរឿងរ៉ាវកាលពីយប់មិញដោយសំឡេងខ្សោថាកូនប្រុសម៉ាក់វីអើយស្រមោលខ្មៅដ៏រន្ធត់ដែលពួកយើងបានជួបប្រទះនៅក្រោមដើមមៀនធំកាលពីយប់មិញនោះវាមិនមែនជាខ្មោចព្រាយបិសាចអនាថាមកពីណាឡើយវិញ្ញាណនោះគឺជារូបរបស់ពូសាន់គ្រាន់តែឮឈ្មោះពូសាន់ម៉ាក់របស់បងគុណដកដង្ហើមធំរួចយកដៃខ្ទប់មាត់ប៉ាគាត់បានបន្តរៀបរាប់ប្រាប់គាត់ថាពូសាន់គឺជាអតីតកម្មករយាមចំការដ៏ស្មោះត្រង់និងល្អប្រពៃបំផុតម្នាក់របស់គ្រួសារគាត់ជាមនុស្សស្លូតបូតស្រឡាញ់ចំការនិងមើលការខុសត្រូវចំការបានយ៉ាងល្អប៉ុន្តែកាលពី2ឆ្នាំមុនមានយប់មួយមានក្រុមកាត់ខ្សែនិងចៅលួចមានដ៏សាហាវមួយក្រុមបានលួចចូលមកក្នុងចំការពូសាន់បានដាល់ទៅតន់រួចក៏ត្រូវពួកចៅទាំងនោះបាញ់សម្លាប់ចៅយ៉ាងឃោឃៅបាញ់ចំផ្ទៃមុខរបស់គាត់នៅក្រោមដើមមៀនធំនោះឯងប៉ាគាត់បានលូកដៃមកចាប់ស្មារបស់បងគុណរួចនិយាយលួងចិត្តថាកូនប្រុសកូនកុំភ័យខ្លាចអីវិញ្ញាណរបស់ពូសាន់គាត់មិនមកធ្វើបាបគ្រួសារយើងឡើយគាត់ជាមនុស្សល្អកាលនៅរស់គាត់ស្រឡាញ់ចំការនេះណាស់ទើបសំបីតែស្លាប់ទៅក៏វិញ្ញាណរបស់គាត់មិនព្រមទៅណាគឺនៅតែវិលវល់ឈូយាមចំការដើម្បីការពារផលផ្លែឈើនិងការពារគ្រួសារយើងពីពួកចៅអាក្រក់ប៉ុណ្ណោះយកមិញគាត់គ្រាន់តែលេចមុខមកឲ្យយើងឃើញទេទោះបីជាបង្គន់ប្រឹងងក់ក្បាលជឿតាមសម្ដីរៀបរាប់លួងចិត្តរបស់ប៉ាគាត់យ៉ាងណាក៏ដោយក៏នៅក្នុងជម្រៅចិត្តរបស់បង្គន់នៅតែរងការលួងបន្លាច់និងមានមន្ទិលសង្ស័យមិនឈប់រូបភាពកែវភ្នែកពណ៌ក្រហមឆ្អៅស្នាមរបួសធ្លីសាច់រយីងរយងនៅលើផ្ទៃមុខខាងឆ្វេងនិងសំឡេងសើចខឹកដ៏គួរឲ្យរន្ធត់ចិត្តនោះវានៅតែវិលវល់នៅក្នុងខួរក្បាលរបស់បង្គន់ធ្វើឲ្យគាត់ដេកមិនលក់បាយមិននឹករាល់ថ្ងៃគាត់មានអារម្មណ៍ថាស្នាមញញឹមនឹងកែវភ្នែករបស់ពូសាន់កាលពីយប់មិញវាមិនមែនជាក្រសែភ្នែកនៃអ្នកការពារដែលស្មោះត្រង់ឡើយតែវាបង្កប់ទៅដោយសេចក្តីឈឺចាប់គំនុំនិងការចង់ប្រាប់អ្វីម្យ៉ាងដល់គាត់ពេលវេលាបានរំលងហួសទៅអស់រយៈពេល3យប់ពេញ3ថ្ងៃនេះបងគុណរស់នៅក្នុងភាពតក់ស្លុតមិនសូវហ៊ានដើរចេញទៅណាឆ្ងាយពីផ្ទះឡើយសូម្បីតែចំការមានក៏គាត់មិនហ៊ានងាកមើលដែរឈានចូលមកដល់យប់ទី3វេលាម៉ោងប្រហែលជា3ទៀបភ្លឺចំបរិយាកាសនៅក្នុងបន្ទប់គេងរបស់គាត់ស្ងាត់ជ្រងំខ្យល់អាកាសត្រជាក់ស្រេបខុសធម្មតាគាត់កំពុងតែលង់លក់នៅក្នុងដំណេកដ៏ជ្រៅស្រាប់តែត្រូវភ្ញាក់ព្រឺតឡើងទាំងរន្ធត់ចិត្តមូលហេតុដែលធ្វើឲ្យបង្គន់ភ្ញាក់ដឹងខ្លួនគឺគាត់មានអារម្មណ៍យ៉ាងច្បាស់ថាមានដំណក់ទឹកត្រជាក់ស្រេបដោយទឹកកកម្យ៉ាងបានស្រក់ចុះមកពីលើពីដានចំត្រង់កណ្ដាលថ្ងាសរបស់គាត់ម្ដងមួយដំណក់តបគាត់លូកដៃទៅជូតទឹកត្រង់ថ្ងាសចេញរួចប្រឹងបើកភ្នែកឡើងក្នុងភាពងងឹតស្លុបដើម្បីមើលថាតើមានធ្លាដំបូលផ្ទះលិចទឹកភ្លៀងមែនទេប៉ុន្តែគ្រាន់តែភ្នែករបស់គាត់បើកច្បាស់ភ្លាមរាងកាយរបស់គាត់ទាំងមូលស្រាប់តែកក់ឈាមរឹងកំព្រឹសកម្រើកដៃជើងសូម្បីតែម្រាមដៃមួយក៏មិនរួចដែរខ្មោចសង្កត់គាត់ចង់ហើបមាត់ស្រែកហៅឲ្យម៉ាក់និងប៉ាគាត់ជួយតែគ្មានសម្លេងអ្វីចេញពីបំពង់កឡើយនៅត្រង់ចុងក្រែគេងរបស់បងគុណមានស្រមោលរបស់ពូសាន់កំពុងតែឈរត្រង់ខ្លួន
អោនមុខចុះមកសម្លឹងមើលមុខរបស់បង្គន់ចំក្លិនឆ្អាបឈាមស្រស់និងក្លិនរំសេវកំភ្លើងដ៏ខ្លាំងក្លាកាលពីយប់នោះបានសាយភាយពេញបន្ទប់គេងរបស់គាត់ភ្លាមធ្វើឲ្យគាត់ចង់ក្អួតចង្អល់បង្គន់ប្រឹងសម្លឹងមើលគាត់ទាំងទឹកភ្នែកហូរដោយក្តីភ័យខ្លាចដល់ជីវិតផ្ទៃមុខខាងឆ្វេងរបស់គាត់នៅតែធ្លាយរហែកសាច់ដាច់ឈាមដូចដើមប៉ុន្តែលើកនេះពូសាន់មិនបានធ្វើបាបឬដើរចូលមកខំស៊ីសាច់បង្គន់ឡើយគាត់បានលើកដៃស្ដាំដល់ស្គូមស្កាំងនិងប្រឡាក់ឈាមជោកចង្អុលត្រង់ទៅកាន់រុនរបួសដ៏ធំសម្បើមមួយត្រង់ដើមទ្រូងនិងផ្ទៃមុខខាងឆ្វេងរបស់គាត់តាមរយៈពន្លឺខ្សោយបង្គន់បានសម្លឹងមើលរបួសនោះយ៉ាងលម្អិតវាជារុនរបួសរយីងរជុងតូចរាប់សិបប្រហោងបណ្ដាលមកពីគ្រាប់កំភ្លើងប្រភេទពិសេសគឺកំភ្លើងបាញ់សត្វដែលខុសប្លែកពីកំភ្លើងខ្លីចៅធម្មតាបន្ទាប់មកពូសាន់បានងាកដៃរបស់គាត់បដូរទិសដៅចង្អុលត្រង់ទៅកាន់ទូខោអាវឈើចាស់របស់ប៉ាបង្គន់ដែលស្ថិតនៅជ្រុងងងឹតម្ខាងនៃបន្ទប់គេងរបស់បង្គន់គាត់ប្រឹងបើកមាត់ដែលពេញដោយឈាមបញ្ចេញសំឡេងគ្រហឹមនិងខ្សឹបខ្សៀវយ៉ាងពិបាកចេញពីបំពង់កដែលដាច់រហែកនោះថាធ្វើមើលចុះក្មួយធ្វើមើលការពិតចុះនិយាយចប់វិញ្ញាណរបស់គាត់ក៏រលីបាត់វឹបទៅក្នុងភាពងងឹតបន្សល់ទុកតែដំណក់ឈាមពិតនៅលើកម្រាលឥដ្ឋដែលមួយសន្ទុះក្រោយមកក៏ហួតបាត់ទៅវិញភ្លាមបង្គន់ដកដង្ហើមញាប់ស្ទើរតែគាំងបេះដូងស្លាប់បន្ទាប់ពីវិញ្ញាណដ៏រន្ធត់របស់ពូសាន់បានរលីបាត់ទៅក្នុងបន្ទប់ព្រៃជាស្ងាត់ជ្រងំខុសធម្មតារាងកាយរបស់បង្គន់ចាប់ផ្ដើមមានសេរីភាពកម្រើកបានឡើងវិញគាត់ស្ទុះអង្គុយឡើងលើគ្រែទាំងត្រដោកខ្យល់ដកដង្ហើមញាប់ស្ទើរតែគាំងបេះដូងស្លាប់ញើសត្រជាក់នឹងទឹកភ្នែកហូរស្រក់ចូលផ្ទៃមុខភ្នែករបស់គាត់សម្លឹងមើលត្រង់ទៅកាន់ទូខោអាវឈើចាស់របស់ប៉ាគាត់ដែលស្ថិតនៅជ្រុងងងឹតនៃបន្ទប់កន្លែងដែលរៀមដៃប្រឡាក់ឈាមរបស់ពូសាន់ទើបតែចង្អុលបង្ហាញអំបញ្ញមិញនេះនៅក្នុងចិត្តរបស់គាត់នៅពេលនេះកំពុងតែមានការតស៊ូយ៉ាងខ្លាំងរវាងក្តីភ័យខ្លាចដល់ជីវិតនិងសេចក្តីចង់ដឹងចង់ឃើញនៅការពិតដែលលាក់កប់នៅពីក្រោយសេចក្តីស្លាប់របស់ពូសាន់រូបភាពរបួសក្របកំភ្លើងបាញ់សัตว์នៅលើដើមទ្រូងរបស់គាត់វាបានដាស់តឿនខួរក្បាលរបស់គាត់ថាមានរឿងរ៉ាវមិនប្រក្រតីដ៏ធំមួយដែលប៉ាគាត់កំពុងតែកុហកបោកប្រាស់ពួកគាត់បង្គន់សម្រេចចិត្តប្រមូលកម្លាំងចិត្តនិងកម្លាំងកាយទាំងអស់ដើរចុះពីលើគ្រែយឺតជំហាននីមួយធ្ងន់ខិតសម្ដៅទៅរកទូខោអាវនោះទាំងរាងកាយញ័រទៅត្រូវគាត់បានលូកដៃទៅទាញបើកទ្វារទូខោអាវឈើចាស់នោះក្លិនផ្អួរនៃសម្លៀកបំពាក់ចាស់បានភាយនៅចំមុខគាត់ចាប់ផ្ដើមលូកដៃរុះរើគំនូរខោអាវចាស់របស់ប៉ាគាត់ចេញម្ដងមួយដុំទាំងចិត្តបុកពោះលុកដាក់រហូតដល់គាត់រុករកទៅដល់បាតក្រោមបង្អស់នៃទូដៃរបស់គាត់បានទៅប៉ះនឹងវត្ថុរឹងមួយយ៉ាងវាជាប្រអប់ដៃចាស់មួយដែលមានស្នាមច្រេះស៊ីរិចរិលពេញផ្ទៃនឹងត្រូវបានចាក់សោទូចមួយតែសោនោះហាក់ដូចជាត្រូវបានចាក់បើកចំហទុកជាស្រេចគាត់ដកដង្ហើមធំលេបទឹកមាត់មួយកឹករួចលូកដៃទៅលើប្រអប់ដែកនោះចេញមកក្រៅដាក់នៅលើកម្រាលឥដ្ឋបង្គន់លូបម្រាមដៃដ៏ញ័រទៅត្រូវទឹកបើកគម្របប្រអប់ដែកនោះឡើងយឺតពន្លឺខ្សៅនៅក្នុងបន្ទប់បានជួយឲ្យគាត់មើលឃើញរបស់ដែលនៅខាងក្នុងប្រអប់នោះច្បាស់លាស់នៅក្នុងនោះវាមិនមែនជាលុយកាក់គ្រឿងអលង្ការឬឯកសារដីធ្លីមានតម្លៃអ្វីឡើយប៉ុន្តែវាមានរបស់ពីរមុខដែលធ្វើឲ្យប្រលឹងរបស់គាត់ស្ទើរចាក់ចេញពីខ្លួនភ្លាមរបស់ទី1គឺក្រមាអំបោះចាស់មួយដែលមានស្នាមប្រឡាក់ឈាមក្រៀមពណ៌ខ្មៅជោកជាំពេញក្រណាត់វាជាក្រមាអំបោះដែលពូសាន់តែងតែរុំនៅលើក្បាលកាលពីគាត់កាលនៅរស់ពិតប្រាកដមែនចំណែកឯរបស់ទី2ដែលនៅក្បែរនោះគឺសម្បកគ្រាប់កាំភ្លើងបាញ់សាច់ពណ៌ក្រហមចាស់ដែលប្រើប្រាស់រួចមួយគ្រាប់សម្បកគ្រាប់កាំភ្លើងនេះវាជាប្រភេទគ្រាប់តែមួយគត់ដែលប្រើប្រាស់ជាមួយនឹងកាំភ្លើងវែងដែលប៉ារបស់គាត់កំពុងតែកាន់ដាវល្បាតរាល់ជប់បង្គន់ឈររឹងខ្លួនទឹកភ្នែកហូរចេញមកទាំងក្តីរន្ធត់ចិត្តជាពុនពេកពន្លឺនៃវត្ថុតាងទាំងពីរមុខនៅក្នុងប្រអប់ដៃចាស់នោះបានប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលខួរក្បាលរបស់បង្គន់ធ្វើឲ្យពិភពលោកទាំងមូលរបស់គាត់ត្រូវរលាយបាក់បែកភ្លាមការពិតដ៏គួរឲ្យរន្ធត់
ខូខើនិងអមនុស្សធម៌បំផុតដែលត្រូវបានគេលាក់កប់យ៉ាងជិតអស់រយៈពេល2ឆ្នាំពេញពេលនេះត្រូវបានលាតត្រដាងឡើងវិញនៅក្នុងវិញ្ញាណរបស់គាត់យ៉ាងច្បាស់ក្រឡែបរបួសរយិងរយោងនៅលើផ្ទៃមុខនិងដើមទ្រូងរបស់ពូសាន់វាមិនមែនជារុនរបួសដែលបណ្ដាលមកពីកំភ្លើងខ្លីកែច្នៃឬកំភ្លើងរបស់ក្រុមកាត់ខ្សែនិងពួកចោរលួចមានណាទាំងអស់តែវាជាស្នាមរបួសដែលបាញ់ចេញពីចម្ងាយគៀកពីកំភ្លើងបាញ់សัตว์របស់ប៉ាគាត់ផ្ទាល់កាលពី2ឆ្នាំមុនយប់ដែលពូសាន់ត្រូវដាច់ខ្យល់ស្លាប់កណ្ដាលអាត្រៀបនៅក្រោមដើមមៀនធំនោះគឺគ្មានចៅឯណាចូលមកលួចបេះផ្លែមៀនឡើយការពិតគឺប៉ារបស់បងគុណផ្ទាល់គឺជាឃាតករដ៏សាហាវដែលបានលើកកំភ្លើងបាញ់សម្លាប់ពូសាន់ទាំងកំរោលនិងឈាមត្រជាក់បំផុតមូលហេតុដែលនាំឲ្យប៉ាគាត់ហ៊ានធ្វើរឿងអមនុស្សធម៌បែបនេះគឺដោយសារតែពូសាន់ដែលជាកម្មករស្មោះត្រង់បានដឹងនិងចាប់បានភ័ស្តុតាងថាប៉ារបស់គាត់បានលួចបន្លំឯកសាររួចកេងប្រវ័ញ្ចប្រាក់ចំណូលនិងលួយកាក់ទាំងអស់របស់ចំការមៀននិងទូរ៉េនពីបងប្អូនបង្កើតរបស់ខ្លួនឯងយកមករក្សាទុកតែម្នាក់ឯងដើម្បីបំបិតមាត់ពូសាន់មិនឲ្យរឿងរ៉ាវលួចកេងប្រវ័ញ្ចនេះត្រូវបែកធ្លាយទៅដល់បងប្អូននិងម៉ាក់ប៉ារបស់បងគុណបានរៀបផែនការយ៉ាងឃូខើគាត់បានលបួងហៅពូសាន់ឲ្យដើរទៅល្បាតចំការនៅពេលកណ្ដាលយប់ស្ងាត់រួចក៏ទាញកំភ្លើងបាញ់សម្លាប់គាត់នៅក្រោមដើមមៀនធំនោះភ្លាមបន្ទាប់មកប៉ាបង្គន់បានប្រណិតរឿងរ៉ាវកុហកបោកប្រាស់អ្នកស្រុកនិងប៉ូលីសថាពូសាន់ត្រូវចោទបាញ់សម្លាប់ហើយគាត់ក៏បានយកក្រមាប្រឡាក់ឈាមនិងសម្បកគ្រាប់កំភ្លើងមកលាក់ទុកក្នុងទូខោអាវនេះដោយគិតថាគ្មានអ្នកណាដឹងឡើយបង្គន់អង្គុយលុតជង្គង់នៅលើដីញ័រខ្លួនទៅត្រើតសម្លឹងមើលក្រមាប្រឡាក់ឈាមរបស់ពូសាន់ទាំងក្តីវេទនាចិត្តគាត់មិននឹកស្មានសោះថាប៉ាដែលស្លូបបូតដែលគាត់ធ្លាប់តែគោរពស្រឡាញ់រាប់អានរាល់ថ្ងៃតាមពិតទៅគាត់គឺជាសត្វបិសាចលាក់ខ្លួនក្នុងរាងកាយមនុស្សជាឃាតករឈាមត្រជាក់ដែលសម្លាប់សូម្បីតែកម្មករដ៏ស្មោះត្រង់របស់ខ្លួនឯងវិញ្ញាណរបស់ពូសាន់មិនបានវិលវល់នៅយាមចំការដើម្បីការពារគ្រួសារគាត់ពីពួកចោរឡើយតែគាត់នៅទីនោះគឺដើម្បីរងចាំថ្ងៃសងសឹកនិងទម្លាយកំហុសរបស់ឃាតករដែលជាថៅកែរបស់ខ្លួនឯងទៅកៅស្របពេលដែលបងគុណកំពុងតែញ័រទុនជង្គង់ទឹកភ្នែកហូរស្រោចមុខសម្លឹងមើលរបស់នៅក្នុងប្រអប់ដៃចាស់នោះទាំងវង្វេងស្មារតីស្រាប់តែបរិយាកាសនៅក្នុងបន្ទប់គេងទាំងមូលប្រែជាត្រជាក់ស្រេបខុសធម្មតាត្រចៀករបស់គាត់បានលឺសំឡេងជើងមនុស្សដើរយឺតចូលមកពីខាងក្រោយខ្នងរបស់គាត់សំឡេងកេះកៃកំភ្លើងបាញ់សត្វបានលាន់លឺឡើងយ៉ាងច្បាស់ក្រឡែតនៅចំពីក្រោយខ្នងរបស់បងគុណចម្ងាយមិនដល់1ម៉ែត្រឡើយប្រលឹងបងគុណស្ទើរចាក់ចេញពីខ្លួនរាងកាយទាំងមូលរឹងកំព្រឹសខ្យល់អាកាសស្ទើរតែឈប់ដកដង្ហើមប៉ាប្រាប់ឯងហើយតើផៅកុំឲ្យចេះដឹងរឿងពូសាន់ច្រើនពេកហេតុអ្វីបានជាឯងមិនព្រមស្ដាប់សម្ដីប៉ាសម្លេងរបស់ប៉ាបងគុណបន្លឺឡើងយឺតក្នុងភាពងងឹតស្លុកសម្លេងរបស់គាត់នៅពេលនេះវាមិនមែនជាសម្លេងរបស់ប៉ាដ៏មានមេត្តាដែលធ្លាប់លួងលោមគាត់កាលពីមុនឡើយតែវាជាសម្លេងដែលត្រជាក់ស្រេបស្ងួតហែងនិងពោពេញដោយភាពប្រៃផ្សៃដូចជាសម្លេងរបស់សត្វមេសាយពិតប្រាកដអញ្ចឹងបង្គន់លេបទឹកមាត់មួយក្អឹករួចងាកក្បាលត្រឡប់ទៅមើលខាងក្រោយទាំងទឹកភ្នែកហូរជោកថ្ពាល់យឺតនៅទីនោះគាត់បានឃើញប៉ារបស់គាត់កំពុងតែឈរត្រង់ខ្លួននៅក្នុងដៃទាំងសងខាងរបស់គាត់មានលើកំភ្លើងបាញ់សត្វវែងនោះឡើងតម្រង់កណ្ដុងកំភ្លើងចំកណ្ដាលក្បាលរបស់បង្គន់កែភ្នែកទាំងសងខាងរបស់ប៉ាគាត់នៅពេលនេះឡើងរឹងគ្មានពន្លឺនៃក្តីស្រឡាញ់ជាឪពុកឡើយមានតែភាពងងឹតស្លុបនិងភាពខូខើដែលចង់សម្លាប់សូម្បីតែកូនបង្កើតរបស់ខ្លួនឯងដើម្បីបំបិតមាត់និងការពារអាចកំបាំងខ្មៅងងឹតនេះប៉ាហេតុអ្វីបានជាប៉ាធ្វើបែបនេះពូសាន់គាត់ជាមនុស្សល្អណាស់គាត់ស្មោះត្រង់នឹងគ្រួសារយើងណាស់ចុះហេតុអ្វីបានជាប៉ាដាច់ចិត្តសម្លាប់គាត់រួចកុហកខ្ញុំនឹងម៉ាក់រាប់ឆ្នាំបែបនេះបង្គន់ស្រែកសួរប៉ាគាត់ទាំងសំឡេងយំខ្សឹកខ្សួលរាងកាយញ័រទៅត្រួតនៅពីមុខកណ្ដុងកំភ្លើងប៉ាគាត់បង្ហើបស្នាមញញឹមយ៉ាងត្រជាក់ស្រេបរួចនិយាយដោយសំឡេងសាហាវថាបើវាមិនចេះដឹងរឿងលួចកាក់របស់អញវាច្បាស់ជាមិនត្រូវស្លាប់ឡើយហើយពេលនេះឯងក៏លួចគ្នាដែរកូនប្រុសឯងមិនគួរណាចូលមកកក់កាយប្រអប់ដៃនេះសោះប៉ាសុំទោសណាកូនប៉ាចាំបាច់ត្រូវតែធ្វើបែបនេះដើម្បីការពារខ្លួនឯង
ម្រាមដៃរបស់ប៉ាបង្គន់ចាប់ផ្ដើមច្របាច់កាយកំភ្លើងយឺតរៀបនឹងបាញ់កំទេចក្បាលរបស់គាត់ទៅហើយរំពេចនោះដោយគ្មាននរណានឹកស្មានដល់ភ្លើងអគ្គិសនីនៅក្នុងបន្ទប់គេងទាំងមូលស្រាប់តែរលត់ព្រឹបងងឹតស្លុបភ្លាមខ្យល់ព្យុះដ៏ខ្លាំងក្លាមិនដឹងមកពីណាបានបោកបក់បុកបង្អួយកញ្ចក់បន្ទប់គេងរបស់បង្គន់ផ្ទុះបែកខ្ទៀតអំបែងកញ្ចក់លាន់លឺសូរយ៉ាងខ្លាំងប៉ាំងក្លិនឆ្អាបឈាមស្រស់និងក្លិនស្អុយរលួយសាកសពដ៏មហិមាបានបោកបក់ចូលមកក្នុងបន្ទប់ភ្លាមនៅចំពីក្រោយខ្នងរបស់ប៉ាបង្គន់ស្រមោលខ្មៅងងឹតដ៏ធំសម្បើមរបស់ពស់សាន់បានលេចរូបរាងឡើងវិញកៅភ្នែកទាំងសងខាងរបស់គាត់ឡើងពណ៌ក្រហមឆ្អៅដូចភ្លើងនរកសម្លឹងចំកញ្ចឹងករបស់ប៉ាបង្គន់ដោយកំហឹងសន្ធោសន្ធៅដៃស្ដាំប្រឡាក់ឈាមរបស់ពស់សាន់បានលូកទៅចាប់កាច់កណ្ដុងកំភ្លើងរបស់ប៉ាបង្គន់ងាកចេញពីមុខបង្គន់ភ្លាមរួចបញ្ចេញសំឡេងក្រហមលាន់រំពងពេញបន្ទប់អាឃាតកោឈាមត្រជាក់ដល់ពេលដែលឯងត្រូវសងជីវិតអញវិញហើយប៉ាបង្គន់ភ័យស្លំស្លោយ៉ាងខ្លាំងគាត់ងាកកំភ្លើងបាញ់សម្ដៅទៅរកវិញ្ញាណពស់សាន់លាន់លឺសូរផ្ទុះអាវុធយ៉ាងខ្លាំងផាំពន្លឺភ្លើងកំភ្លើងចាស់ភ្លឺពេញបន្ទប់មួយវិនាទីតែក្របកំភ្លើងមិនអាចធ្វើអ្វីវិញ្ញាណខ្មោចបានឡើយវិញ្ញាណពស់សាន់បានស្ទុះទៅចាប់ក្រសោបកញ្ចឹងករបស់ប៉ាបង្គន់រួចបោកទាញរាងកាយរបស់ប៉ាគាត់ឲ្យហោះធ្លាក់ចេញទៅក្រៅបង្អួចដែលបែកបាក់នោះភ្លាមធ្លាក់ចុះទៅកាន់ចំការមានខាងក្រោមឮសំឡេងប៉ាគាត់ស្រែកអស់សំឡេងទាំងក្តីរន្ធត់ចិត្តក្រោយពីព្រឹត្តិការណ៍រន្ធត់ចិត្តនាត្រីកាលនោះកន្លងហួសទៅគ្រប់យ៉ាងនៅក្នុងចំការមានរបស់គ្រួសារបង្គន់ត្រូវបានផ្លាស់ប្ដូរទាំងស្រុងជារៀងរហូតព្រឹកឡើងម៉ាក់និងបងគុណរួមទាំងអ្នកស្រុកចាស់និងសមត្ថកិច្ចប៉ូលីសបានប្រទះឃើញសាកសពរបស់ប៉ាបងគុណដេកស្លាប់បាត់បង់ជីវិតនៅចំក្រោមគល់ដើមមានដ៏ធំជាងគេប្រចាំចំការនោះឯងចំកន្លែងដែលពូសាន់ធ្លាប់ត្រូវប៉ាគាត់បាញ់សម្លាប់កាលពី2ឆ្នាំមុនសភាពសាកសពរបស់ប៉ាគាត់មើលទៅគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ផ្ទៃមុខខាងឆ្វេងរបស់គាត់ទាំងមូលត្រូវបានបាក់បែកខ្ទេចខ្ទីរលិះរលួយនិងមានស្នាមរបួសធ្លាយសាច់រយៀងរយោងដូចជាត្រូវគ្រាប់កាំភ្លើងបាញ់សត្វបាញ់ចំពីចង្ងាយគៀកអញ្ចឹងទាំងដែលប៉ូលីសរកមិនឃើញសម្បកគ្រាប់កាំភ្លើងថ្មីឬកាំភ្លើងរបស់ប៉ាគាត់ក៏ដោយអ្នកស្រុកចាស់និយាយខ្សឹបខ្សៀវគ្នាថានេះគឺជាផលកម្មដែលវិញ្ញាណពូសាន់មកទាជីវិតសងជីវិតនៅចំកន្លែងចាស់បន្ទាប់ពីបន់សពរបស់ប៉ាបង្គន់រួចរាល់ម៉ាក់និងបងគុណបានសម្រេចចិត្តលក់ចំការមាននឹងទុរេននោះចោលភ្លាមក្នុងតម្លៃថោកដើម្បីយកលុយទៅសងបងប្អូនបង្កើតរបស់ប៉ាគាត់វិញតាមកំហុសឆ្គងដែលប៉ាគាត់ធ្លាប់បានធ្វើពីមុនមកពួកគាត់បានរើផ្ទះចាក់ចេញទៅរស់នៅទីក្រុងភ្នំពេញវិញយ៉ាងស្ងៀមស្ងាត់ដើម្បីស្វែងរកជីវិតថ្មីនិងគេចចេញពីសុបិនអាក្រក់ទាំងឡាយទោះបីជាពេលវេលាកន្លងហួសទៅច្រើនខែច្រើនឆ្នាំក៏ដោយក៏រឿងរ៉ាវដ៏រន្ធត់យប់នោះវានៅតែតាមលងបន្លាច់ខួរក្បាលរបស់បងគុណរាល់ពេលយប់ស្ងាត់ជារឿយនៅក្នុងសុបិនបងគុណតែងតែឃើញពូសាន់ឈរនៅក្រោមដើមមៀនងងឹតគាត់លែងមានកែវភ្នែកក្រហមឆ្អៅគុំគួនទៀតហើយគាត់គ្រាន់តែងក់ក្បាលយឺតរួចខ្សឹបប្រាប់បងគុណថាអរគុណក្មួយប្រុសដែលបានជួយទម្លាយរឿងពិតឲ្យពូបានស្លាប់បិទភ្នែកចិត្តចុះប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះអាចបញ្ចេញមតិនៅខាងក្រោមបានណាខ្ញុំនឹងក្រុមការងារនឹងរងចាំអានជានិច្ចកុំភ្លេចជួយ like ឬ share វីដេអូនេះឬ Subscribe ដើម្បីគាំទ្រដល់ក្រុមការងារយើងខ្ញុំផងអរគុណច្រើនដែលបានចំណាយពេលស្ដាប់រហូតដល់ចប់ជួបគ្នានៅសាច់រឿងពឺពុចក្នុងអេពីសូតក្រោយៗទៀតរាត្រីសួស្តី